ខ្ញុំត្រឹមតែអ្នកលក់បុកឡើងធម្មតាម្រាមរាកាក់អន់ទេបងអើយញ៉ាំមានអីដូចគេដូចឯងទេមិនមែនអ្នកមានអ្នកអីទេបងប្អូនចាពីមុនអាចតែឥឡូវវាអត់ទេបងប្អូនហើយមួយទៀតនាងខ្ញុំមិនដែលប្រកាសថាខ្ញុំមិនចម្ពាក់លុយគេទេនាងខ្ញុំតែងតែនិយាយឲ្យខ្លួនឯងថាខ្ញុំបានចម្ពាក់បំណុលគេផ្ដាំពី 10000 ដែលខ្ញុំធានាឲ្យគេរហូតដល់ខ្ញុំត្រូវសងគេរហូតដល់ចិត្ត20 30ម៉ឺនចាហើយបើសួរថាខ្ញុំនិយាយហ្នឹង20កាប់ប៉ារ៉ាត់បងប្អូនអាចតែមើលវីដេអូមុនដែលខ្ញុំបានទុះវែកញែកឲ្យបងប្អូនទាំងអស់គ្នាមើលហើយមានទាំងមែនសិនមិនខ្ញុំបានចេញចូលហើយមានទាំងគម្រាមមានអីគ្រប់មុខគ្រប់សពហើយដល់ថាអ្នកគ្រូអេងគាត់ជួយខ្ញុំនិយាយជួយខ្ញុំយកលុយមកវិញគឺយកអត់បានទៀតអញ្ចឹងគ្រាន់តែថ្លៃការប្រាក់ពួកចិនដែលបោកខ្ញុំហ្នឹងវាក៏ច្រើនដែរពេលហ្នឹងយើងវិភ័យយើងមិនហ៊ានប្រាប់អ្នកដទៃមិនហ៊ានប្រាប់គ្រួសារពួកខ្លាចគាត់បន្ទោសថាយើងមានល្ងងចេះទទួលស្គាល់ថាខ្ញុំល្ងងតែស្គាល់ថាខ្ញុំល្ងងនងនាមខ្ញុំចិត្តល្អជួយគ្នាអ្នកដែលគាត់ពិបាកតែប៉ុណ្្នឹងឯងគាត់ថាឥឡូវអត់មានអីជួយទេហើយរាល់ថ្ងៃនេះសួរថាលក់ដាច់អត់លក់ដាច់ខ្លាំងណាស់ប៉ុន្តែលុយតាណាដល់ខ្ញុំរៀបរាប់មកចាប់បំណុលខ្ញុំនៅសល់ប្រហែលជា6 7នាក់ទៀតហើយលុយខ្ញុំគ្រាន់តែសងគេហ្នឹង20 30ម៉ឺនហ្នឹងគឺវាច្រើនមែនតើសម្រាប់ខ្ញុំគ្រាន់តែបានផលិតផលគេភ្លាមគេហៅខ្ញុំប្រម៉ូទភ្លាមខ្ញុំសុំលុយគេមុនយកទៅសងគេអស់ទាំងដុំហើយក៏សូមអរគុណទៅដល់ម្ចាស់ប្រេនណាសិកាបានជួយសងខ្ញុំក៏មិនតិចដែរខ្ទង់ប្រហែលជា3 4ដុំក៏អរគុណម្ចាស់ប្រេនឡុងឌីតែសម្រាប់ដូចគ្នាក៏គាត់ជួយខ្ញុំមិនតិចដូចគ្នា3 4ម៉ឺនដែរអញ្ចឹងសួរថាផតតាមានតែផតតាមានទាំងសាក់សីអាយហៅម្ចាស់ប្រេនពួកគាត់ទាំងអស់គ្នាមកនិយាយបានពួកគាត់ជាអ្នកដែលជួយចរចាម្ចាស់បំណុលខ្ញុំទាំងអស់បងប្អូនកាត់មើលយើងវិភ័យពេកពេលយើងយកពីមួយដាក់មួយចាខ្ចី 3000 សងគាត់សងការគេណាឡើងដល់ 10000 ជាងតែ 20000 តែ 30000 ចាំថាខ្ញុំរាល់ថ្ងៃនេះខ្ញុំគេអត់យកការប្រាក់ខ្ញុំទេក៏មានបងយាយាកាដែលគាត់បានជួយយកខ្ញុំដែរគឺគាត់អត់សូវយកការប្រាក់ខ្ញុំច្រើនណាស់គឺអត់យកទេគឺគាត់ជួយលាខ្ញុំដោយគាត់អាណិតចាពួកគាត់ដឹងថាខ្ញុំចាញ់បោកគេដែរពួកពេលដែលខ្ញុំខ្ចីគាត់គឺខ្ញុំប្រាប់គាត់ឲ្យធានាឲ្យគេមិនដែរគាត់ថាដៃតែតំណែងធានាគេចេះតែគាត់ក៏ហាមដែរខ្ញុំមានក្បាលវារឹងចាវារឹងក៏ទៅខ្ចីទៅចាហើយរាល់ថ្ងៃនេះប្រឹងលក់ដូរណាស់ម្នាក់ឯងទេចាចាប់ពាក់គេសងគេគឺខ្ញុំអត់មានឲ្យអ្នកណាគេមកជួយខ្ញុំដល់ស្រីដូចខ្ញុំនិយាយចឹងមានបញ្ហាក៏ម្នាក់ឯងមានរឿងមានទុកធំតូចបណ្ដាលក៏ម្នាក់ឯងមិនដែលពឹងពាក់គ្រួសារឬអ្នកដទៃមកឲ្យជួយព្រោះខ្ញុំគិតថាខ្ញុំជាអ្នកសងខ្ញុំអ្នកចង់ខ្ញុំអ្នកស្រ័យអញ្ចឹងបងចង់និយាយមើលងាយអីក៏មើលងាយទៅធម្មតាបងប្អូនខ្ញុំវាអត់ដូចគេចាហើយមួយទៀតបងអ្នកល្អបងអ្នកពងពោះបងប្រើពាក្យសម្ដីកម្ពស់កំពរបងបែបរើសអាងបងអើយបងដែរឃើញវីដេអូខ្ញុំមួយណាដែលដៀគេរូបរាងគេកថេកធាត់មុខចាស់ជាងអាយុអីអត់ដែរទេខ្ញុំអត់ដែរដៀគេទៀបគេខ្ពស់អត់ដែរទេមិនដែរតែម្ដងបងប្អូនចាធ្វើមិនកម្ពស់យើងវាអន់ចាបានគេតែងតែយកវិធីរបត់មកយកកម្ពស់ខ្ញុំបែបមើលលីងប៊ូលីខ្ញុំក៏អត់ថងដែរតែមកពីខ្ញុំទៀបពិតមែនមិនគេមើលងាយខ្ញុំប៉ុន្តែបងនៅយកកូនទៀតទេបងនៅយកកូនបងប្រយ័ត្នកម្មពីវាឆ្លងទៅដល់កូនចាបងហើយដូចមួយទៀតបងរាល់ថ្ងៃនេះលក់លុយស៊ូសល់អត់សល់ទេគ្រាន់តែលក់ភ្លាមមកចាប់បំណុលទេមកបាញ់ឲ្យគេអ្នកខ្លះ30អ្នកខ្លះ50អ្នកខ្លះ60 100ចូលតាមមួយថ្ងៃលក់បានប្រហែលមួយថ្ងៃលក់បាន1លាន2លានទៅឲ្យគេអស់ហើយនៅសំទុកឲ្យថ្លៃហាងមួយខែ 3500 ដកមួយថ្ងៃប្រហែលបងកូនចែកមើលទៅចាសំណាងបងប្អូនទាំងអស់គ្នាមកជួលកន្លែងខ្ញុំហើយខ្ញុំនៅសល់កន្លែង 3 4 កន្លែងទៀតសម្រាប់ឲ្យបងប្អូនមកជួលលក់សុបថងលក់សាច់អាំងសាច់គោពងមាន់អាំងពងទៀតគោអ្នកខ្លះលក់កាហ្វេលក់មជូរហើយលក់សុបបាក់ធំនំប៉័ងប៉ាតេអីគឺពួកគាត់មកជួលក៏បានមកជួយខ្ញុំមួយកម្រិតដែរដែលអត់ឲ្យខ្ញុំសូវចំណាយចឹងកន្លែងខ្ញុំមានកន្លែងជួលទៀតចាហ្នឹងហើយឥឡូវនេះនាងខ្ញុំមានលក់បបរវិញហើយបងប្អូនសួរថាហេតុអីបានលក់បបរមករយៈធំហ្នឹងផ្លូវចិត្តវាអត់រឹងមាំចាវារឹងមាំតែក្នុងនឹងវាខាងក្រៅវាជ្រាយអស់ចាឥឡូវវាខ្ញុំមានផ្លូវចិត្តមកវិញខ្ញុំរឹងមាំមកវិញដោយសារខ្ញុំគិតថាអាចពាក់លុយគេច្រើនណាស់អញមិនអាចទៅជ្រៃទៅពួកគេមើលងាយអញ្ចឹងខ្ញុំត្រូវតែព្យាយាមតស៊ូឲ្យតិចទៀតបងប្អូនខ្ញុំមានការពិសេសខ្ញុំមានរឿងល្អជួយបងប្អូនគឺខ្ញុំមានបើកអីទៀតអញ្ចឹងណាបងប្អូនអញ្ចឹងតិចទៀតខ្ញុំបើកអីខ្ញុំប្រាប់បងប្អូនឲ្យបងប្អូនគ្រប់ត្រូលខ្ញុំមានបើកសាច់គោអីគេគោដុតគោអីចឹងទៅឆាប់នេះឯងបងប្អូនចាហើយក៏អរគុណអ្នកដែលគាត់
បានលើកទឹកចិត្តឲ្យគាត់មកហូបមកអីកាន់តែខ្លាំងកាន់តែច្រើនគាត់អាណិតគាត់មេត្តាគាត់អាណិតខ្ញុំណាហើយសូមបញ្ជាក់ខ្ញុំមិនដែរអួតប្រាប់គេថាខ្ញុំមិនចាប់លុយគេទេមិនខ្ចីលុយគេចាខ្ញុំតែងតែនិយាយថាខ្ញុំខ្ចីលុយគេហើយខ្ញុំចាប់គេច្រើនណាស់ផ្ដើមពីលុយតែ10000ទេបងប្អូនចាចង់ថាខ្ញុំសូមបងប្អូនទាំងអស់គ្នាកុំលងខ្លួនដូចជាខ្ញុំមានរឿងអីប្រាប់គ្រូសាត្រង់ទៅអាចបងប្អូនជួយដល់ស្រែកបានប៉ុណ្ណាយកប៉ុណ្ណឹងចឹងណាបងប្អូនចាចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជាមួយនឹងកាទៀវបុកក្រហមមានតម្លៃចាប់ពី10000 12000 15000មិនលក់មួយចាន50000ណាអត់ទេវាមានគ្រប់តម្លៃចាគ្រប់មុខម្ហូបហើយមានបបរមួយចាន6000នេះបងប្អូនហើយទីទៀតមានលក់គោដុតគោអីធានាថាអូយអែមហ្មងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាក៏អរគុណម្ចាស់ប្រេផ្សេងៗដូចគ្នាតែគាត់បានជួយនាងខ្ញុំមិនមែនតែម្ចាស់ប្រេណាសិកាលោក DSL ឡើងនៅមានម្ចាស់ប្រេផ្សេងៗដែលគាត់បានឲ្យឱកាសការងារផ្ដល់លុយផ្ដល់ការឲ្យខ្ញុំច្រើនមែនតើជាមួយនឹងម្ចាស់ប្រេឡូកែឡូអីមកប្រកបទៀតចាមាននិយាយទៅគឺសប្បាយចិត្តហើយអរគុណបងប្អូនទាំងអស់គ្នាថ្ងៃសុខប្រម៉ូតអត់នៅតែទទួលប្រម៉ូតអញ្ចឹងតែគាត់ថាជួនកាលការងារយើងវារៀងយឺតរឿងអីដែលថាយើងបុកស្អែកយើងអីខ្លួនឯងទាំងអស់អញ្ចឹងអត់មានអីគេនិយាយថាអរគុណបងប្អូនចង់បានស្បែកមុខស្អាតកុំភ្លេចជាមួយនឹងសម្លេចជូតមុខ MMO ធានាថាបងប្អូនហើយមិនថាមុនអីក៏ដោយមុនកក់មុនកប់មុនកឹបមុនកាក់មុនគួរអីក៏ដោយបងប្អូនចាខ្ទេចខ្ទួមុនការមុនអីបងប្អូនចាជូតខ្វោកកាមុខស្បែកមុខគឺហើយបងប្អូនចាំបានស្បែកមុខសភ្លឺមាត់រលោងត្រូវអីកុំភ្លេចជាមួយនឹងម៉ាស់បិទមុខបិទជាតិពុលហើយស្បែកបងប្អូនទាំងអស់គ្នាបញ្ចូលដល់សេរ៉ូមនិងវីតាមីនបងប្អូនណាមួយឈុតនេះបងប្អូនស្បែកមុខធានាថាបងមិនសមិនភ្លឺមិនរលោងគឺមិនយកលុយផលិតផល MMO ផលិតមកពីប្រទេសកូរ៉េហើយជាផលិតផលមួយដែលអេនក្រីតមានខ្ពស់ល្អខ្លាំងចាំបងប្អូនទាំងអស់គ្នាកុំភ្លេចជាមួយនឹងផលិតផល MMO